anh này nhang ha xây dầu anh đang bỏ phải ha xua ở đây luôn thiên à phải một một super chẳng những bỏ phải mà thà một super bạn thế chỉ trắng đây mà động ná rót khởi vậy thứ cao thế xong sai trả nắng thêm thôi à đừng nâu ót ấy nông ê bật chỗ mau ô bạt đỡ rê roក្រុមហ៊ុនយើងត្រូវការអ្នកធ្វើការវិញមិនមែនត្រូវការអ្នកដើរម៉ូតទេvậyបាទលោកធីអញ្ជើញអង្គុយចុះប្រាប់ឈ្មោះឲ្យបတ်ពិសោធន៍ការងារមកបាទនឹងវាសួរលោកប្រធានបាទខ្ញុំបានឈ្មោះសុខសប្បាយបាទខ្ញុំធ្លាប់មានបတ်ពិសោធន៍ការងារហើយជាជំនួយការចរាចរណ៍អង្គធាតុរាវបាទអូហូឈ្មោះវែងអញ្ចឹងប្រហែលជាធ្លាប់ធ្វើការងារធំដុំហ្នឹងណាមើលធ្លាប់ធ្វើការងារអីខ្លះបាទលោកធានគឺលាងឆានបាយនៅហាងបាយប្អូនស្រីរបស់ខ្ញុំហ្នឹងលោកប្រធានចែលោកប្រធានបើមិនលាងទេវាកកវាស្ទះអញ្ចឹងលោកប្រធានលាងចានសោះឯងនេះចង់ផ្អើលចុះជំនាញភាសាបរទេសអីភាសាអង់គ្លេសភាសាកូរ៉េអីចេះអត់បាទភាសាកូរ៉េលោកប្រធានអូភាសាកូរ៉េចេះតែលោកប្រធានanh này nhang ha xây dầu anh đang bỏ phải ha xua ở đây luôn thiên anh này nhang ha xây dầu bà luôn thiên tại bà bịa dừng ở trong chơi lối với những lúc thiên dừng về bị sai cái này là ship là lô mán Billy dầu cho xây dầu không chạy đọc lát anh bà chấm này biết sao ông lê với nhôm chấm điên mà chấm điên khang bỏ trái bịa chạy cái tê bạn chạy bỏ trái bịa ấy khá mở sao bỏ trái mở bà lâu thiên bạn đôi chỉ bịa phải Facebook với nhá lâu thiên phải một super chẳng những bỏ trái mà thà một super bạn đôi chỉ bịa mới chết ở bịa iPad bà iPad ai rất nhom mà phải nó bàn tè chẳng như bộ máu nhom bàn tè đôi giờ bịa mới tiết bịa iPhone ai rất nhom hay phone nó tu là sạp chẳng như bộ phải thà nhom tu là sạp khơi nhá lô bát thiên nhom bộ chồng này là ó na lô bát thiên ba chụp bộ phải đi đấy chụp bạn lấy bông mà xua ca nghĩa tệ tôn chỉ muốnក្រុមហ៊ុនវិញឧទាហរណ៍ថាប្រសិនបើក្រុមហ៊ុនមានការខាតបង់លុយចំនួន$50,000តើអូនមានវិធីសាស្ត្របែបណាដើម្បីជួយសង្គ្រោះក្រុមហ៊ុនអូងាយស្រួលលោកប្រធានវិធីមាន2វិធីទី1យើងកុំបើកប្រាក់ខែឲ្យបុគ្គលិកហើយវិធីទី2យើងលុបលេខ0ចោល2ខ្ទង់ទៅយើងនៅសល់ខាតតែ$500ទេអញ្ចឹងវាតិចតួចណាលោកប្រធានអញ្ចឹងចុះបើសិនបើខាងធនាគារមកទារបំណុលក្រុមហ៊ុនតើបងអូនត្រូវដោះស្រាយបែបណាអូបាទអូជំនាញផងខ្ញុំបាទជំនាញផងខ្ញុំគឺសំដែងធ្វើជាស្លាប់អញ្ចឹងណាលោកប្រធានឲ្យតែគេមកទារបំណុលម្ដងខ្ញុំសំដែងធ្វើដេកដួលនៅលើដីអញ្ចឹងណាលោកប្រធានហើយគ្រាន់តែលោកប្រធានទៅជួលអាចារ្យមកសូត្រធម៌បន្តិចទៅហើយពេលដែលគេមកឃើញគេលែងហ៊ានទាមានតែគេចូលបនយើងថែមទៀតណាលោកប្រធានមិនចាំងឲ្យលោកប្រធានបានហើយបងអូនបានហើយសមត្ថភាពផងបងអូនខ្លាំងពេកក្រុមហ៊ុនផងបងវាតូចពេកអញ្ចឹងបងមិនអាចទទួលយកបងអូនមកធ្វើការនៅក្រុមហ៊ុនផងបងបានទេបងអូនគួរតែទៅដាក់ពាក្យនៅមន្ទីរពេទ្យវិកលចរិតវិញព្រោះសមត្ថភាពដូចបងអូននេះនៅខាងនោះប្រហែលជាគេត្រូវការបាទអរគុណលោកធានបាទខ្ញុំទៅធ្វើតេស្តនៅក្នុងជាប់អីលោកធានទៅធ្វើការមួយខ្ញុំហ៎ពួក
អីមើលទៅចរិតយើងទាំងពីរនេះដូចចុះសម្រងគ្នាហ្មងលោកប្រធាន